ក្រុងរបស់យើងនៅ Apollo Chennai បានចូលរួមជាមួយការបដូរបេះដូងការបដូរចិត្តលើកដំបូងនៅ Apollo Chennai ត្រូវបានធ្វើឡើងតាំងពីឆ្នាំ 1995 បច្ចុប្បន្ននេះក្រុមការងារមិនមានតែវិជ្ជបណ្ឌិតវះកាត់ទេប៉ុន្តែមានវិជ្ជបណ្ឌិតជំនាញបរាជ័យបេះដូងវិជ្ជបណ្ឌិតផ្នែកសួតសម្រាប់ការបដូរអង្គធាតុក្រុមសង្គមបន្ទាន់និងផ្នែក J និង Ed ផងដែរដូច្នេះវាជាក្រុមការងារជាច្រើនផ្នែកដែលថែទាំអ្នកជំងឺធ្ងន់ធ្ងរមុខងារសំខាន់មួយដែលផ្ដល់ភាពពេញចិត្តក្នុងការបដូរអង្គធាតុគឺការព្យាយាមសម្គាល់អ្នកជំងឺធ្ងន់ធ្ងរទាំងនេះនៅក្នុងពេលវេលាដែលសមស្របសម្រាប់ការបដូរអង្គធាតុមានន័យថាយើងមិនបដូរអង្គធាតុឲ្យអ្នកជំងឺមុនពេលគូទេប៉ុន្តែពេលតែមួយយើងក៏ព្យាយាមការពារមិនឲ្យអ្នកជំងឺទទួលការបដូរអង្គធាតុយឺតពេកដែលអាចនាំឲ្យលទ្ធផលមិនល្អឥឡូវនេះយើងមានលទ្ធផលល្អបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការបដូរបេះដូងនិងសួតយើងមានអ្នកជំងឺដែលរស់នៅលើសពី15ឬ15ឆ្នាំបន្ទាប់ពីការបដូរបេះដូងហើយមានអ្នកជំងឺរស់នៅលើសពី10 11 12ឆ្នាំផងដែរបន្ទាប់ពីការបដូរសួតនេះភាគច្រើនកើតឡើងដោយសារយើងបានប្រើប្រាស់វិធីសាស្ត្រល្អបំផុតហើយក៏បានជៀសវាងការបដូរអង្គធាតុឲ្យអ្នកជំងឺដែលមិនចាំបាច់ត្រូវការពិតប្រាកដនោះទេហើយអាចជួយបានត្រឹមតែថ្នាំឬវះកាត់ប្រភេទផ្សេងទៀតដែលមិនមែនបដូរអង្គធាតុដូចជាការប្រែប្ដូរឈាមបេះដូងប្រភេទហានិភ័យខ្ពស់ឬវះកាត់សៃបេះដូងប្រភេទហានិភ័យខ្ពស់និងផ្សេងទៀតដូច្នេះនេះគឺជាលក្ខណៈពិសេសរបស់ក្រុមយើងហើយខ្ញុំត្រូវតែប្រាប់ថាមិនមែនត្រឹមតែជាបុគ្គលទេប៉ុន្តែជាសមាជិកក្នុងក្រុមធំមួយដែលរួមមានវិជ្ជបណ្ឌិតវះកាត់វិជ្ជបណ្ឌិតជំនាញផ្សេងដូចជាវិជ្ជបណ្ឌិតជំនាញបេះដូងខ្សោយវិជ្ជបណ្ឌិតជំនាញបេះដូងវិជ្ជបណ្ឌិតជំនាញសួតបដូរវិជ្ជបណ្ឌិតថែទាំយ៉ាងតឹងរឹងនិងវិជ្ជបណ្ឌិតជំនាញជំងឺឆ្លងដែលបានជួយយ៉ាងសំខាន់ជាពិសេសក្នុងសម័យជំងឺធនធានដើម្បីបន្តធានាឲ្យយើងអាចធ្វើឲ្យលទ្ធផលអ្នកជំងឺកាន់តែប្រសើរឡើង